បាទសួស្ដីអ្នកគាំទ្ររឿង Demon Slayer និងជីវិតរបស់ Tanjiro សាជាថ្មីហើយថ្ងៃនេះដែរខ្ញុំនឹងមកសម្រាយភាគ10ឲ្យអ្នកទាំងអស់គ្នាបានទស្សនាបន្តទៀតតើភាគ10នោះមានរឿងអ្វីអស្ចារ្យយ៉ាងមួយខ្លះក្រោយពី Tanjiro បានកាត់ក្បាលរបស់បិសាច Yahaba រួចហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទាំងអស់គ្នាហ្មងទៅក្រោយពី Tanjiro បានកាត់ក្បាលរបស់បិសាច Yahaba រួចហើយដោយស្នៀតដាវពីរបុកបញ្ចូលគ្នាតែម្ដងគឺស្នៀតដាវទី5របស់ Tanjiro និងស្នៀតដាវទី6ក្រោយមកពេលដែល Yahaba ដាច់ក្បាលហើយគឺមិនទាន់អស់លទ្ធភាពនៃការប្រយុទ្ធនៅឡើយទេគឺក្បាលរបស់ Yahaba បានស្រែកទៅកាន់ Tanjiro ថាអូឯងកាត់ក្បាលយើងដាច់មែនក៏ប៉ុន្តែយើងមិនទាន់រលីងនោះទេយើងនឹងសម្លាប់ឯងចោលតែម្ដងក្រោយមក Yahaba ក៏បានប្រើដៃទាំងពីររបស់គេដែលមានភ្នែកនោះបានបញ្ជាឲ្យ Tanjiro របស់យើងធ្វើចលនាខ្វែងខ្វាត់លើក្រោមចុះឡើងពេញនឹងហើយ Tanjiro មានអារម្មណ៍ផុតមែនទែនពីព្រោះថាអាបិសាចនេះដាច់ក្បាលហើយមិនទាន់ងាប់ទេគឺនៅខ្លាំងទៀតគឺបានវាយប្រហារ Tanjiro របស់យើងហោះទៅលើខ្វែងខ្វាត់ពេញនឹងហើយ Tanjiro ទប់មិនចង់ឈ្នះនោះទេរៀងរាល់ពេលដែលសញ្ញាព្រួញរបស់ Yahaba បោក Tanjiro របស់យើង Tanjiro តែងតែប្រើស្នៀតដាវដើម្បីទប់ទល់ក៏ប៉ុន្តែសញ្ញាព្រួញទាំងអស់នោះលុះត្រាតែក្បាលរបស់ Yahaba រលាយបាត់ទើបសញ្ញាព្រួញទាំងអស់នោះបានចេញពីខ្លួនរបស់ Tanjiro ក្រោយពី Tanjiro បានប្រយុទ្ធជាមួយនឹងសញ្ញាព្រួញទាំងអស់នោះចិត្តអស់ហើយក្បាល Yahaba ក៏បានរលាយក្រោយមកវាក៏បានរួចខ្លួនពីសញ្ញាព្រួញទាំងអស់នោះលាក់មកលើដីដោយប្រេះឆ្អឹងជនីប្រេះអីចឹងណាហើយឈឺខ្លាំងមែនទែន Tanjiro របស់យើងវានឹងស្លាប់បាត់ទៅហើយចង់បាក់ជើងចង់អីចឹងណាហើយគេមិនអាចដើរបានដោយងាយនោះទេគេក៏បានវាទៅកាន់ដាវរបស់គេចាប់មិនកើតយកមាត់ខំហើយវារហូតទៅដល់កន្លែងដែល Nezuko ប្រយុទ្ធជាមួយនឹង Susamaru យើងកាត់មកដល់ Susamaru វិញគេក៏បានប្រយុទ្ធជាមួយនឹង Yushiro ពីព្រោះថា Nezuko ទើបតែចាក់ថ្នាំមិនទាន់ជាត្រឹមត្រូវទេក្រោយមក Susamaru ក៏បានយកបាល់របស់គេបោកជាមួយនឹងដីធ្វើឲ្យដីហុយពេញនឹងហ្នឹងទៅធ្វើឲ្យ Yushiro មិនអាចមើលឃើញបិសាច Susamaru ដោយងាយក្រោយមក Susamaru ក៏បានគប់បាល់តម្រង់មកចំ Yushiro ហើយពេលនោះដែរ Nezuko ក៏បានជាសះស្បើយឡើងវិញក៏បានទប់បាល់របស់ Susamaru រួចហើយទាត់ទៅកាន់ Susamaru វិញហើយ Susamaru មានអារម្មណ៍ថាភ្ញាក់ផ្អើលមែនទែនពីព្រោះថាកម្លាំងជើងរបស់ Nezuko គឺមិនធម្មតានោះទេគឺមានកម្លាំងខ្លាំងជាងកម្លាំងជើងរបស់ Ronaldo ទៅទៀតអូនិយាយលេងអ្នកទាំងអស់គ្នាក្រោយមក Yushiro ក៏បាននិយាយថាណែនាងមកធ្វើអីមករំខានការងាររបស់យើងធ្វើអីហើយ Nezuko ក៏បានក្លេចទៅមើល Yushiro ហើយគាត់ក៏បាននឹកឃើញដល់ប្អូនប្រុសរបស់គាត់រួចហើយ Nezuko ក៏បានយកដៃទៅង្អែលក្បាលរបស់ Yushiro ហើយ Yushiro មានអារម្មណ៍ថាមិនបានជានាងធ្វើអញ្ចឹងនាងឈួតហើយមែនពីព្រោះថា Nezuko គឺឃើញមនុស្សទាំងអស់នោះគឺជាគ្រួសាររបស់គាត់ជាពិសេសគឺគាត់តែងតែនឹកឃើញទៅដល់ក្រុមគ្រួសាររបស់គាត់ដែលធ្លាប់មានជីវិតកាលពីមុនហើយមក Susamaru ក៏បានគប់បាល់របស់គេសម្ដៅមកកាន់ Yushiro និង Nezuko ទៀតហើយ Nezuko ក៏បានទាត់បាល់ទៅវិញទាត់ទៅទាត់មកទាត់ទៅទាត់មករួចហើយតាមាយោក៏បានមកដល់ហើយ Yushiro ក៏និយាយថាអូតាមាយោពិតជាអស្ចារ្យណាស់ថ្នាំរបស់អ្នកបានជោគជ័យហើយចាក់ទៅក្នុងខ្លួន Nezuko ខ្លាំងប៉ុណ្ណឹងតែមួយម្ជុលសោះចុះតម្រាំពីរម្ជុលប្រកាសជាខ្លាំងជារឿងតិនហ្វីទៅទៀតក្រោយមក Nezuko ក៏បានប្រយុទ្ធដោយការទាត់បាល់ជាមួយនឹង Susamaru ហើយការទាត់បាល់របស់គេដូចក្នុងរឿងតិនហ្វីបែបអញ្ចឹងគឺទាត់ទៅទាត់មកឡើងខ្ទាតពេញនឹងអញ្ចឹងទៅក្រោយមក Nezuko ក៏បានប្រើកម្លាំងចុងក្រោយរបស់គេទាត់បាល់ទៅកាន់ Susamaru ដោយសារតែ Susamaru លះអីចឹងណាបើកិច្ចអត់ទាន់ទេប្រកាសជាបែកក្បាលជាមិនខានពេលហ្នឹងថាមាយោឃើញការប្រយុទ្ធរបស់ Nezuko គឺមានភាពលំបាកខ្លាំងពេកហើយនាងគិតក្នុងចិត្តថាមិនចង់ឲ្យ Nezuko រងរបួសទៀតទេពីព្រោះថា Nezuko មិនទាន់មានធម៌ពលខ្លាំងក្នុងការប្រយុទ្ធតតាំងជាមួយនឹង Susamaru នៅឡើយទេពេលនោះថាមាយោក៏បានចូលមកអន្តរាគមន៍អញ្ចឹងណាដាក់ប្រាស់ដាក់អីចឹងទៅហើយថាមាយោក៏បាននិយាយទៅកាន់ Susamaru ថាណែនាងស្គាល់ឈ្មោះរបស់ម្ចាស់នាងដែរទេពីព្រោះថាគាត់និយាយដើម្បីលបងឲ្យ Susamaru និយាយឈ្មោះ Muzan Kibutsuchi ដើម្បីត្រូវបដាសាត្រូវអីចឹងណាក៏ប៉ុន្តែ Susamaru គេដឹងគេអត់ហ៊ាននិយាយពីព្រោះថាបើសិនជាហ៊ាននិយាយឈ្មោះ Muzan Kibutsuchi ដែលជាស្ដេចបិសាចនោះគេប្រកាសជាត្រូវបដាសាហើយស្លាប់ដោយសាររបៀបនេះរបៀបនោះអញ្ចឹងណាក្រោយមកតាមាយោក៏គ្មានវិធីជាអីទេក៏បានប្រើមន្តអាគមរបស់គាត់នឹងទៅលបងហៅថា Bloody មិនអាចរបស់គាត់ដើម្បីធ្វើឲ្យ Susamaru នោះវែងស្មារតីចេះតែនឹកឃើញនិយាយផ្ដេសផ្ដាស់អីចឹងទៅក្រោយមកតាមាយោក៏បានប្រើមន្តអាគមនឹងឲ្យធ្វើឲ្យ Susamaru និយាយឈ្មោះ Muzan ចេញមកដោយគ្មានការអនុញ្ញាតពេលនោះ Susamaru ភ្ញាក់ផ្អើលមែនទែនពីព្រោះថាអូមិនក៏ខ្ញុំនិយាយឈ្មោះម្ចាស់របស់ខ្ញុំចឹងហើយពេលនោះដែរគឺ Susamaru ក៏បានត្រូវបណ្ដាសារបស់ Muzan ពីព្រោះថា Muzan គឺអាមបិសាចក្រោមឋានៈរបស់គេទាំងប្រមាណមិនទាំងអស់ទេវាមានមួយចំនួនអញ្ចឹងបើសិនជាហ៊ាននិយាយឈ្មោះរបស់ Muzan គឺត្រូវបណ្ដាសាក្រោយមក Susamaru ក៏បានត្រូវបណ្ដាសារបស់ Muzan តែម្ដងទៅពេលនោះហើយស្រាប់តែមានដៃធំចំនួន3ធ្វើឲ្យ Susamaru នោះពិបាកទ្រាំមែនទែនរួចហើយដៃទាំង3នោះក៏បានចាក់ចេញមកក្រៅធ្វើឲ្យ Susamaru ស្លាប់ភ្លាមតែម្ដងបែកខ្ទេចបែកខ្ទាចេញតាមពោះផងចេញតាមមាត់ផងក្រោយពី Susamaru ត្រូវបានស្លាប់ហើយ Tanjiro ឃើញបែបនេះគេរន្ធត់ចិត្តមែនទែនពីព្រោះថាមិននឹកស្មានថាបណ្ដាសារបស់ Muzan គឺខ្លាំងយ៉ាងនេះសោះធ្វើឲ្យបិសាចដែលគេពិបាកប្រយុទ្ធបំផុតបែរជាស្លាប់ដោយគ្មានធម៌មេត្តាបែបនេះគឺស្លាប់យ៉ាងងាយបំផុតគ្រាន់តែនិយាយឈ្មោះក្រោយមកតាមាយោក៏បានទៅយកឈាមពីដៃបិសាច Susamaru ដែលមិនទាន់បានខ្ទេចខ្ទីនោះហើយ Yushiro ក៏បានរត់ទៅយកកណាត់មួយ
ទៅបាំងមាត់របស់តាន់ជីរ៉ូពីព្រោះថាមន្តអាគមដែលថាម៉ាយ៉ូបានប្រាំបាញ់មិញគឺមានសារធាតុពុលសម្រាប់មនុស្សធម្មតាហើយយូស៊ីរ៉ូក៏បានយកកណាត់មួយទៅខ្ទប់មុខខ្ទប់មាត់របស់តាន់ជីរ៉ូដើម្បីកុំឲ្យស្រូបយកជាតិពុលទាំងអស់នោះពីព្រោះថាបើស្រូបយកជាតិពុលនោះហើយឲ្យតាន់ជីរ៉ូរបស់យើងអាចស្លាប់ភ្លាមក្រោយពីថាម៉ាយ៉ូបានប្រមូលឈាមនិងតាន់ជីរ៉ូបានយកកណាត់ខ្ទប់មុខខ្ទប់មាត់ក្រោយមកមេឃក៏ចាប់ផ្ដើមរះហើយធ្វើឲ្យថាម៉ាយ៉ូយូស៊ីរ៉ូនិងណេស៊ីកូបានរត់ទៅបន្ទប់ក្រោមដីនៅក្នុងផ្ទះរបស់ថាម៉ាយ៉ូដើម្បីលាក់ខ្លួនពីពន្លឺព្រះអាទិត្យតាន់ជីរ៉ូក្រោយពីឃើញបិសាចស៊ូសាម៉ារុស្លាប់ហើយគាត់ក៏បានប្រើញាណនៃការហិតក្លិនរបស់គាត់នឹងដឹងថាបិសាចស៊ូសាម៉ារុនេះស្លាប់ទៅដោយវេទនាខ្លាំងមែនទែនពីព្រោះថាគេមានរឿងដ៏សោកសៅនឹងចាញ់ល្បិចកលរបស់មូសានគីប៊ូស៊ូជីហើយគេក៏បាននឹកឃើញទៅដល់បិសាចគីប៊ូស៊ូជីពីព្រោះថាគេមិនលើកលែងទោសឲ្យមូសាននោះទេពីព្រោះថាមូសានបានធ្វើរឿងអាក្រក់ជាច្រើននិងសម្លាប់មនុស្សអស់រាប់ពាន់អស់រាប់លានអ្នកទៅហើយក្រោយមកទៀតថាន់ជីរ៉ូក៏បានឮសូរសំឡេងធ្ងររបស់ស៊ូសាម៉ារុហើយស៊ូសាម៉ារុក៏បាននិយាយថាឲ្យបាល់ខ្ញុំមកវិញខ្ញុំចង់លេងវៀនណាហើយតាន់ជីរ៉ូក៏បានបំពេញសេចក្តីសុខនិងបំណងចុងក្រោយរបស់ស៊ូសាម៉ារុគេក៏បានយកបាល់នោះទៅដាក់នៅចិត្តដៃរបស់ស៊ូសាម៉ារុពេលនោះហើយគឺតាន់ជីរ៉ូរបស់យើងគឺមានសេចក្តីអាណិតចំពោះបិសាចខ្លាំងមែនទែនពីព្រោះថាគាត់តែងតែអាណិតទៅដល់ជីវិតដែលមានការបំពេញការពីមុនអីចឹងទោះបីជាស៊ូសាម៉ារុជាបិសាចដែលធ្លាប់ប្រយុទ្ធជាមួយគេក៏ដោយក៏គេនៅតែជាជនរងគ្រោះដែលមូសានគីប៊ូស៊ូជីធ្វើបាបផងដែរពេលនោះតាន់ជីរ៉ូរបស់យើងក៏បានអធិដ្ឋានឲ្យស៊ូសាម៉ារុឲ្យទៅចាប់ជាតិទៅកាន់សុគតិភពអីចឹងកុំឲ្យមកចាប់ជាតិជាបិសាចដៃ5ដៃ6ចឹងទៀតទៅរកសេចក្តីសុខអីចឹងទៅក្រោយមកតាន់ជីរ៉ូរបស់យើងក៏បានដើរទៅរកប្អូនស្រីរបស់គេនៅក្នុងផ្ទះថាម៉ាយ៉ូពេលនោះដែរតាន់ជីរ៉ូក៏បានដើរទៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់ថាម៉ាយ៉ូក៏បានឃើញណេស៊ីកូថាម៉ាយ៉ូនិងយូស៊ីរ៉ូពេលនោះណេស៊ីកូក៏បានរត់មកអោបបងប្រុសរបស់គេដោយសេចក្តីនឹករលឹកខ្លាំងមែនទែនហើយតាន់ជីរ៉ូរំភើបណាស់ពេលដែលឃើញប្អូនស្រីរបស់ខ្លួនផ្ដល់ភាពកក់ក្ដៅដល់ខ្លួនបែបនេះក្រោយមកណេស៊ីកូក៏បានរត់ទៅអោបថាម៉ាយ៉ូដែលបង្ហាញពីការគោរពនិងស្រឡាញ់ចំពោះថាម៉ាយ៉ូអញ្ចឹងណាហើយយូស៊ីរ៉ូឃើញបែបនេះក៏បានស្រែកទៅកាន់ណេស៊ីកូថាណែនាងធ្វើអីហ្នឹងអស់ចេញពី Lady ថាម៉ាយ៉ូលឿនឡើងបានតែថយចេញពីសង្សារអញ្ចឹងណាហើយថាម៉ាយ៉ូក៏បាននិយាយថាអូមិនអីទេយូស៊ីរ៉ូនៅស្ងៀមទៅណេស៊ីកូគ្រាន់តែបង្ហាញពីការស្រឡាញ់តែប៉ុណ្្នឹងទេគេមិនបានធ្វើអីទេពីព្រោះថាយូស៊ីរ៉ូគាត់អត់សូវចូលចិត្តអ្នកណាដែលប៉ះពាល់ថាម៉ាយ៉ូទេគឺទុកឲ្យយូស៊ីរ៉ូប៉ះពាល់ថាម៉ាយ៉ូម្នាក់ឯងអញ្ចឹងទៅហើយណេស៊ីកូអោបថាម៉ាយ៉ូគឺក្នុងន័យតែណេស៊ីកូឃើញថាម៉ាយ៉ូដូចជាម្ដាយហើយយូស៊ីរ៉ូឃើញទៅដូចជាប្អូនអញ្ចឹងទៅក្រោយមកណេស៊ីកូក៏បានយកដៃទៅដាក់លើក្បាលយូស៊ីរ៉ូមានជាចង្អៀតចង្អល់ព្រោះគិតថាអេនាងមកប៉ះក្បាលខ្ញុំទៅអីថយចេញគេយកដៃចេញណេស៊ីកូក៏នៅតែប៉ះក្បាលរបស់យូស៊ីរ៉ូដដែលក្រោយមកទៀតថាម៉ាយ៉ូក៏បានស្រក់ទឹកភ្នែកពីព្រោះថានាងពិតជាមានក្តីសុខមែនទែនដែលណេស៊ីកូបានទៅអោបអីចឹងណាព្រោះថានាងបានខ្វះភាពកក់ក្ដៅនេះរាប់រយឆ្នាំហើយព្រោះថាពីមុននាងក៏ត្រូវល្បិចរបស់មូសានដែរគឺនាងបានសម្លាប់គ្រួសារប្តីនិងកូនរបស់នាងកាលពីរាប់រយឆ្នាំមុនហើយពេលនេះដែរគឺជាពេលដែលនាងមានសេចក្តីសុខបំផុតដោយសារតែណេស៊ីកូបានផ្ដល់សេចក្តីសុខឲ្យនាងអីចឹងទៅក្រោយមកណេស៊ីកូក៏បានទៅកាន់បងប្រុសរបស់គេហើយថាម៉ាយ៉ូក៏បាននិយាយទៅកាន់ថាន់ជីរ៉ូថាលោកត្រូវខំរកសំណាក់ឈាមរបស់បិសាចដែលខ្លាំងទាំងអស់ដើម្បីយកមកផ្សំធ្វើជាឱសថដើម្បីព្យាបាលណេស៊ីកូឲ្យក្លាយជាមនុស្សមកវិញហើយតាន់ជីរ៉ូក៏បានបដិញ្ញាចិត្តថាអរគុណខ្ញុំនឹងព្យាយាមប្រឹងប្រែងធ្វើដើម្បីឲ្យបានសម្រេចខ្ញុំមិនឲ្យប្អូនខ្ញុំក្លាយជាបិសាចតទៅទៀតទេហើយបំណងប្រាថ្នាចុងក្រោយរបស់ថាម៉ាយ៉ូគឺគាត់បាននិយាយថាខ្ញុំចង់ឲ្យណេស៊ីកូនៅជាមួយខ្ញុំតើបានទេហើយតាន់ជីរ៉ូគិតមកសន្ទុះថាហេយកប្អូនខ្ញុំនៅជាមួយអ្នកមិនកើតហើយថាម៉ាយ៉ូក៏បាននិយាយថាបើយកណេស៊ីកូទៅតាមលោកប្រកាសជាមានគ្រោះថ្នាក់ហើយពីព្រោះថាសមរភូមិបិសាចមិនអត់ទោសឲ្យអ្នកណាដែលរារាំងពួកគេឡើយហើយតាន់ជីរ៉ូក៏បាននិយាយតបទៅកាន់ថាម៉ាយ៉ូវិញថាទោះបីជាខ្ញុំជួបគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចបោះបង់ប្អូនស្រីរបស់ខ្ញុំចោលដែរពីព្រោះថាខ្ញុំមានតែប្អូនស្រីម្នាក់នេះទេបើនាងស្លាប់ខ្ញុំខ្លាចជាក្រុម Demon Slayer ក៏គ្មានប្រយោជន៍អីដែរហើយខ្ញុំយកនាងទៅខ្ញុំនឹងការពារនាងលះបង់ជីវិតដើម្បីជួយសង្គ្រោះនាងគ្រប់ឧបសគ្គទាំងអស់ក្រោយមកតាម៉ាយ៉ូក៏មានចិត្តរំភើបហើយក៏សម្រេចចិត្តថាឲ្យថាន់ជីរ៉ូនិងណេស៊ីកូធ្វើដំណើរទៅជាមួយគ្នាបន្តទៀតទៅហើយចំណែកឯយូស៊ីរ៉ូវិញក៏និយាយទាំងបែរខ្នងថាបើឯងនាំណេស៊ីកូទៅត្រូវការពារនាងឲ្យមានសុវត្ថិភាពកុំធ្វើឲ្យនាងមានរបួសឲ្យសោះហើយកុំធ្វើឲ្យ Lady ថាម៉ាយ៉ូរបស់យើងអស់សង្ឃឹមឡើយឯងលឺនៅហើយតាន់ជីរ៉ូក៏បាននិយាយថាអូខ្ញុំលឺហើយអរគុណយូស៊ីរ៉ូខ្ញុំលាសិនហើយ
ក្រោយមកតាន់ជីរ៉ូរបស់យើងក៏បានធ្វើដំណើរនៅលើភ្លឺស្រែឆ្ពោះទៅកាន់កន្លែងដែលត្រូវបំពេញបេសកកម្មបន្តទៀតក្រោយមកគេក៏បានជួបនឹងបុរសម្នាក់ដែលមានសក់ពណ៌លឿងហើយបុរសដែលមានសក់ពណ៌លឿងនោះក៏បានលន់តួអង្វរទៅកាន់ស្ត្រីម្នាក់ដើម្បីឲ្យសុំរៀបការអញ្ចឹងណាហើយអាមួយសក់ពណ៌លឿងហ្នឹងក៏បាននិយាយថារៀបការជាមួយខ្ញុំទៅរៀបការជាមួយខ្ញុំឲ្យលឿនឡើងពីព្រោះថាខ្ញុំចិត្តស្លាប់ហើយខ្ញុំមិនចង់ស្លាប់ដោយគ្មានប្រពន្ធកូនទេហើយតាន់ជីរ៉ូក៏បានឃើញបែបនេះគេក៏និយាយថាអញហើយអាមួយនឹងកាត់ស្អីគេនឹងទៅសុំគេរៀបការមិនឈួតទេមែនហើយក្មេងប្រុសម្នាក់ដែលមានសក់ពណ៌លឿងដែលលុតជង្គង់អង្វរសុំគេរៀបការនោះគឺជាដៃគូថ្មីរបស់តាន់ជីរ៉ូហើយក្មេងប្រុសម្នាក់ដែលមានសក់ពណ៌លឿងនោះគឺជាអ្នកដែលឆ្លងកាត់វគ្គ Final Selection ក្នុងឆ្នាំជាមួយតាន់ជីរ៉ូដែរហើយម្នាក់ដែលមានសក់ពណ៌លឿងនោះមានឈ្មោះថាសូមឆ្លេះត្រឹមប៉ុណ្ណេះសិនអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានការសម្រាយរបស់ខ្ញុំពីដើមដល់ចប់អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយ Like Subscribe និងដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានការសម្រាយរបស់ខ្ញុំនៅភាគ11មុនគេបង្អស់ហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងទេតើនៅភាគ11មានរឿងអីគេកាត់ឡើងខ្លះហើយតាន់ជីរ៉ូជួបជាមួយនឹងមេប្រុសម្នាក់សក់ពណ៌លឿងនោះតើជួយអ្វីបានតាន់ជីរ៉ូខ្លះអញ្ចឹងកុំភ្លេចតាមដានជាមួយខ្ញុំនៅភាគ11ទាំងអស់គ្នាអញ្ចឹងសូមអរគុណជួបគ្នាវីដេអូក្រោយ Bye សិនហៀ